ចានេះខ្ញុំក៏សូមជម្រាបជូនផងដែរថាចាសម្រាប់កីឡាករចា Zobia Gagane ត្រូវបានដកបន្ទុកចំនួន1បន្ទុកមូលហេតុដោយសារតែលើសទម្ងន់1គីឡូក្រាមបាទអត់ទាន់ប្រកួតទេគឺឥឡូវនេះសែនច័ន្ទរិស័កឈ្នះ1បន្ទុកហើយបាទតែចាំមើលសិនបាទព្រោះការប្រកួតនេះបាទយុទ្ធគុណចម្រុះភាគច្រើនសន្លប់បាទ Round 1បាទនេះសែនច័ន្ទរិស័កបាទទាត់ជើងក្រោមមួយបាទទាត់សងវិញរបស់កីឡាករមកពីប្រទេសចិនអាយ៉ាចាប់ទៀតហើយចាប់ទៀតជាប់ក្លេរបស់លេខឬក៏យ៉ាងណាអត់ទេបាទចាប់បោកភឹងបាទពីកីឡាករចិនបាទឲ្យចូលទៀតឬក៏យ៉ាងណាចូលស៊ុបពើទៀតបាទហើយបាទសែនច័ន្ទរិស័កដកបានអត់ទេជាប់ក្លេរបស់សែនច័ន្ទរិស័កអត់ដោះចេញរួចទៀតបាទច្រានចេញពីកីឡាករចិនបាទវាយមកដៃស្រាំបាទអូសរង្គិលទៅតាមទៅឲ្យបាទចូលឆ្អឹងឈ្នីមកដៃបាត់ហើយបាទកែងរបស់កីឡាករចិនវាយស្ដាំរបស់កីឡាករចិនឆ្វេងរបស់កីឡាករចិនបាទជាប់ក្លេខាងលើបាត់ទៀតហើយបាទមកវាយឆ្វេងទៀតបាទដោះរួចអត់ទេបាទសែនច័ន្ទរិស័កបាទសែនច័ន្ទរិស័កងើបរួចក៏មិនរួចហើយសូមសម្លេងលើកទឹកចិត្តឲ្យខ្លាំងសម្រាប់សែនច័ន្ទរិស័កកែងរបស់អាឡិចទៅទៀតបាទជាប់កកបាត់ហើយក្លេជាប់ជើងគោះដៃបាត់ហើយបាទអូយបាទចាប់បាត់ទៀតហើយបាទអូខេបាទថ្ងៃនេះ6-0ហើយបាទអូយបាទវិញ្ញាសាបាទយុទ្ធគុណចម្រុះបាទយើងធ្វើមិនទាន់បានល្អទេកាចថ្ងៃនេះបាទយ៉ាងណាចំណុចចាប់ផ្ដើមយើងត្រូវតែមានបាទដូច្នេះសម្រាប់ Gensburg បានលើកទឹកចិត្តសម្រាប់កីឡាករគុណចម្រុះរបស់យើងឲ្យមានកម្មវិធីនេះឡើងសង្ឃឹមថាលើកក្រោយទៀតបាទយើងនឹងអភិវឌ្ឍខ្លួនបន្តធ្វើបានល្អបន្ថែមទៀតបាទអញ្ចឹងនេះគឺជាបាទការចាប់ផ្ដើមដំបូងបាទសម្រាប់ការប្រកួតរបស់យើងថ្ងៃនេះបាទយើងចូលមកដល់បន្តទៀតសែនច័ន្ទរិស័កនៅតែមិនអាចបាទគេយកជ័យជំនះអរគុណប្រកួតទូនេះបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសូមអរគុណជាលទ្ធផលនៅក្នុងការប្រកួតគូទី6ដោយងាកដាបានបញ្ឈប់ការប្រកួតនៅក្នុងថេរវេលា1នាទី39វិនាទីនៅក្នុងទឹកទី1ដូច្នេះជ័យជំនះត្រូវបានទៅលើកីឡាករបង្គោលខៀវ Zaza